មេដឹកនាំកម្ពុជាអារងថាអាមេរិករំលោភកិច្ចព្រមព្រៀងធ្វើឲ្យហត្ថលេខារបស់ត្រាំគ្មានតម្លៃទាល់តែសោះមេដឹកនាំកម្ពុជាអារងលោកមុចតាបាខាមេនីបានចោទប្រកាន់ការរំលោភបំពានដដែលជាដដែលរបស់អាមេរិកលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអារងនិងអាមេរិកកាលពីខែមិថុនាថាជាហត្ថលេខាគ្មានតម្លៃទាល់តែសោះនិងគ្មានភាពជឿជាក់ឡើយថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃសៅរ៍ទី18ខែកក្កដានិងចុះផ្សាយដោយទីភ្នាក់ងារ Reuters លោក Khamenei បានសង្កត់ធ្ងន់ថាអាមេរិកគួរតែដឹងថាប្រជាជាតិអារងនិងបណ្ដាញសម្ព័ន្ធភាពយោធាមានមេរៀនដែលមិនអាចបំភ្លេចបានសម្រាប់ផ្ដល់ជូនពួកគេយ៉ាងណាមិញសេចក្តីថ្លែងការណ៍ផ្លូវការលើកនេះបង្ហាញពីចំហរឹងត្អឹងនិងម៉ឺងម៉ាត់បំផុតរបស់លោកក្នុងការដឹកនាំបណ្ដាញសម្ព័ន្ធភាពយោធាដែលរួមមានក្រុមប្រដាប់អាវុធគ្រប់គ្រងដោយអ៊ីរ៉ង់ក្នុងតំបន់ដូចជា Houthi និង Hezbollah ដើម្បីប្រឈមមុខជាមួយអាមេរិកកាលពីខែមិថុនារដ្ឋបាលលោកត្រាំនិងរដ្ឋាភិបាលអារ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើតបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល60ថ្ងៃទោះជាយ៉ាងណាកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះបានដួលរលំទៅវិញយ៉ាងគំហុកកាលពីសប្តាហ៍មុនបន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងភ្លាមបន្ទាប់ពីបទឈប់បាញ់ត្រូវបានហែកចោលទីក្រុង Washington និងទីក្រុង Tehran បានបើកការវាយប្រហារតាមផ្លូវអាកាសនិងមីស៊ីលដាក់គ្នាទៅវិញទៅមកការផ្ទុះអាវុធជុំថ្មីនេះបានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចូលទៅក្នុងសង្គ្រាមពេញទំហឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល